ការសន្យារបស់បុគ្គលិកជាមួយមេឃ្លានេះមានន័យថាបុគ្គលិកបានបដិញ្ញាចិត្តឬធ្វើកិច្ចសន្យាជាមួយថ្នាក់លើឬនិយោជករបស់ខ្លួនអំពីការងារឬកាតព្វកិច្ចណាមួយដែលត្រូវអនុវត្តកិច្ចសន្យានេះអាចជាសន្យាពីការអនុវត្តការងារបុគ្គលិកសន្យាថានឹងបញ្ចប់ការងារឲ្យបានទាន់ពេលវេលាមានគុណភាពនិងស្របតាមស្តង់ដារដែលបានកំណត់សន្យាពីការអភិវឌ្ឍខ្លួនបុគ្គលិកសន្យាថានឹងខិតខំរៀនសូត្រអភិវឌ្ឍជំនាញដើម្បីបង្កើនប្រសិទ្ធភាពការងារសន្យាពីការគោរពវិន័យបុគ្គលិកសន្យាថានឹងគោរពបទបញ្ជាផ្ទៃក្នុងវិន័យការងារនិងរក្សាការសម្ងាត់របស់ក្រុមហ៊ុនរូបភាពនិងការពន្យល់ខាងក្រោមនេះជារូបភាពចំនួន4ដែលបង្ហាញពីអត្ថន័យនៃឃ្លាបុគ្គលិកសន្យាជាមួយមេរូបភាពទី1ការសន្យាដោយមានទំនុកចិត្តរូបភាពបុគ្គលិកនិងមេកំពុងចាប់ដៃគ្នាដោយស្នាមញញឹមការពន្យល់រូបភាពនេះបង្ហាញពីការសន្យាដោយមានទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកបុគ្គលិកមានភាពជឿជាក់នៅក្នុងការអនុវត្តការងារហើយមេមានទំនុកចិត្តលើសមត្ថភាពរបស់បុគ្គលិកការចាប់ដៃគ្នានេះតំណាងឲ្យកិច្ចសន្យាដែលត្រូវបានធ្វើឡើងដោយសន្តិភាពនិងការយោគយល់គ្នាទៅវិញទៅមករូបភាពទី2ការសន្យាជាល័យលក្ខណ៍អក្សររូបភាពបុគ្គលិកនិងមេកំពុងចុះហត្ថលេខាលើកិច្ចសន្យាការពន្យល់រូបភាពនេះបង្ហាញពីការសន្យាជាល័យលក្ខណ៍អក្សរដែលមានលក្ខណៈផ្លូវការនិងច្បាស់លាស់កិច្ចសន្យានេះបញ្ជាក់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីទាំងសងខាងដែលជួយការពារផលប្រយោជន៍របស់ពួកគេការចុះហត្ថលេខានេះតំណាងឲ្យការព្រមព្រៀងនិងការបដិញ្ញាចិត្តរបស់ភាគីទាំងសងខាងរូបភាពទី3ការសន្យាជាសកម្មភាពរូបភាពបុគ្គលិកមួយក្រុមនិងមេកំពុងឈរជុំគ្នាការពន្យល់រូបភាពនេះបង្ហាញពីការសន្យាជាសកម្មភាពដែលបុគ្គលិកទាំងអស់ក្នុងក្រុមបានបដិញ្ញាចិត្តរួមគ្នាដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុនការឈរជុំគ្នានេះតំណាងឲ្យរូបរួមសាមគ្គីភាពនិងការសហប្រតិបត្តិការរូបភាពទី4ការសន្យាដោយមានការពិភាក្សានិងការផ្លាស់ប្ដូរមតិយោបល់បុគ្គលិកនិងមេបានជជែកគ្នាពីបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងកិច្ចសន្យាដើម្បីឲ្យការព្រមព្រៀងមានភាពយុត្តិធម៌និងសមស្របការជជែកគ្នានេះតំណាងឲ្យការបើកដំបូលភាពស្មោះត្រង់និងគោរពគ្នាទៅវិញទៅមកសន្និដ្ឋានឃ្លាបុគ្គលិកសន្យាជាមួយមេបង្ហាញពីកិច្ចសន្យាឬការបដិញ្ញាចិត្តរបស់បុគ្គលិកចំពោះថ្នាក់លើកិច្ចសន្យានេះមានសារៈសំខាន់ណាស់នៅក្នុងការធានាបាននៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនិងការអភិវឌ្ឍក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនការបកស្រាយឃ្លានេះឲ្យបានត្រឹមត្រូវនិងសមស្របព្រមទាំងការប្រើប្រាស់រូបភាពនិងការពន្យល់ឲ្យបានច្បាស់លាស់នឹងជួយឲ្យអ្នកយល់កាន់តែច្បាស់ពីអត្ថន័យនៃឃ្លានេះ